នៅសល់ប្រមាណជា6,000ឆ្នាំខាងមុខទៀតគឺដល់សម័យកាលនៃពួកមនុស្សដែលមានអាយុយ៉ាងច្រើនបំផុតត្រឹម5ឆ្នាំដែលដល់នៅវ័យចាស់គឺវ័យស្លាប់ដែលមានអាយុត្រឹមតែ5ឆ្នាំទេដែលដល់នៅវ័យចាស់គឺវ័យស្លាប់ហើយអញ្ចឹងមនុស្សក្នុងសម័យកាលនោះគឺមានអាយុត្រឹមតែ1ឆ្នាំគឺពេញរូបពេញរាងហៅថាធំធាត់គេថាពេញកន្លោះពេញក្មុំហើយអាយុ2ឆ្នាំគឺមានកូនដល់អាយុ4ឆ្នាំគឺមានចៅហើយដល់អាយុ5ឆ្នាំគឺស្លាប់ហើយមិនមានមនុស្សណាមានអាយុច្រើនលើស5ឆ្នាំឡើងទៅទេហើយពួកមនុស្សក្នុងសម័យកាលនេះគឺមានលក្ខណៈដ៏ឃោរឃៅបំផុតដែលមាននៅធ្មេញស្រួចដូចជាធ្មេញនៃសត្វកណ្ដោគឺពីខាងលើនិងពីខាងក្រោមហើយមាននៅក្រចកដៃក្រចកជើងស្រួចមុតដូចជាកណ្ដៀវច្រូតស្រូវរបស់អ្នកស្រែពួកមនុស្សក្នុងសម័យកាលនេះគឺសម្លាប់គ្នាឯងទៅវិញទៅមកដើម្បីស៊ីសាច់គ្នាឯងជាអាហារពួកមនុស្សក្នុងសម័យកាលនេះដែលមានអាយុច្រើនបំផុតត្រឹម5ឆ្នាំដល់វ័យចាស់ជរាគឺវ័យស្លាប់នោះសម័យកាលនេះឯងតាំងនៅឱកាសដ៏យូរស្មើនឹងមួយជំនាន់នៃសង្គមរបស់ពួកមនុស្សដែលរស់នៅក្នុងសម័យកាលសព្វថ្ងៃនេះក្នុងមួយជំនាន់នៃសង្គមរបស់ពួកមនុស្សដែលរស់នៅក្នុងសម័យកាលសព្វថ្ងៃនេះគឺមាន5សតវត្សស្មើនឹង500ឆ្នាំមែនពិតឧទាហរណ៍សបញ្ជាក់ឲ្យដឹងឲ្យឃើញច្បាស់ថាមនុស្សដែលរស់នៅក្នុងដើមសម័យនគរភ្នំរហូតមកដល់សម័យចុងនៃនគរភ្នំគឺមាន5សតវត្សស្មើនឹង500ឆ្នាំចាប់ពីសម័យខាងចុងនៃនគរភ្នំរហូតមកដល់សម័យចុងនៃទីក្រុងមហានគរមាន5សតវត្សគឺស្មើនឹង500ឆ្នាំចាប់ពីសម័យខាងចុងនៃទីក្រុងមហានគររហូតមកដល់សម័យខាងដើមនៃការកសាងព្រះបរមរាជវាំងនៅទីក្រុងរាជធានីភ្នំពេញឈ្មោះហៅថាសម័យទីក្រុងលង្វែកនិងសម័យទីក្រុងឧត្តុង្គមានរយៈពេល5សតវត្សគឺ500ឆ្នាំចាប់ពីសម័យខាងដើមនៃការកសាងព្រះបរមរាជវាំងនៅទីក្រុងរាជធានីភ្នំពេញរហូតមកដល់សម័យកសាងវិមានឯករាជ្យជាតិនៅទីក្រុងរាជធានីភ្នំពេញក្នុងសម័យកាលនេះមានប្រមាណ5សតវត្សគឺ500ឆ្នាំនេះគឺគ្រាន់តែជាឧទាហរណ៍ឲ្យឃើញច្បាស់ថាក្នុងមួយជំនាន់នៃសង្គមសម័យកាលរបស់មនុស្សមួយជំនាន់គឺមាន5សតវត្សស្មើនឹង500ឆ្នាំមែនពិតក្នុងសម័យកាលនៃពួកមនុស្សដែលមានអាយុយ៉ាងច្រើនបំផុត5ឆ្នាំចាស់ស្លាប់នោះជំនាន់នៃសម័យកាលនេះតាំងនៅយូរស្មើនឹងមួយជំនាន់នៃសង្គមរបស់ពួកមនុស្សដែលរស់នៅក្នុងសម័យកាលសព្វថ្ងៃនេះស្មើនឹង5សតវត្សគឺ500ឆ្នាំពួកមនុស្សក្នុងសម័យកាលនោះនៅសល់ប្រមាណជា4-5នាក់ដែលរស់នៅលើភពផែនដីពួកគេមានការភិតភ័យខ្លាចនៅសេចក្តីស្លាប់ទើបនឹមគ្នាមិនសម្លាប់គ្នាដោយនាំគ្នាសន្យាជាមួយគ្នាថានឹងមិនសម្លាប់គ្នាទៀតទេដោយហេតុថាការមិនសម្លាប់គ្នានេះឯងដែលធ្វើឲ្យពួកគេមានកូនមានចៅមកមានអាយុកាន់តែវែងទៅលើសពី5ឆ្នាំឡើងទៅពួកមនុស្សចាប់ផ្ដើមមិនសម្លាប់គ្នាមិនបៀតបៀនគ្នាទៅវិញទៅមកដែលជាហេតុធ្វើឲ្យពួកគេមានការរីកចម្រើនលូតលាស់ទាំងរូបរាងកាយកាន់តែធំឡើងខ្ពស់ឡើងជាលំដាប់បន្តិចម្ដងហើយអាយុរបស់ពួកគេក៏កាន់តែច្រើនទៅបន្តិចម្ដងអាយុរបស់មនុស្សសត្វខៃឡើងច្រើនទៅរហូតដល់មនុស្សមានអាយុ100ឆ្នាំទើបចាស់ឈឺស្លាប់ក្នុងសម័យកាលមនុស្សមានអាយុ100ឆ្នាំទើបចាស់ស្លាប់នេះឯងគឺជាសម័យកាលដែលមនុស្សមាន
រូបរាងកាយថោកនិងខ្ពស់ស្មើនឹង8 ម៉ែត្រមានអាយុខៃឡើងរហូតមកដល់អាយុ100 ឆ្នាំនេះឯងគឺជាមនុស្សដែលមានបុណ្យច្រើនក្នុងសម័យកាលនោះពួកគេរស់នៅហាក់ដូចជាទេវតាដែលមានចិត្តល្អមានការខ្លាចបាបនិងក្រែងខ្លាចបាបពួកគេមិនសម្លាប់គ្នាមិនបៀតបៀនគ្នាសូម្បីជីវិតសត្វដទៃក៏ពួកគេមិនសម្លាប់មិនបៀតបៀនហើយពួកគេបរិភោគតែម្ហូបអាហារទឹកដែលកើតឡើងបានដោយចិត្តប្រាថ្នាត្រូវការចង់បានពួកមនុស្សមានអាយុខៃឡើងខ្ពស់ទៅច្រើនទៅជាលំដាប់រហូតមានអាយុដល់អសង្ខ័យឆ្នាំពួកមនុស្សដែលមានអាយុវែងរហូតដល់មួយអសង្ខ័យឆ្នាំមានមាឌធំនិងមានកម្ពស់1000 ម៉ែត្រក្នុងកំឡុងពេលនៃអាយុខៃឡើងច្រើនទៅរបស់ពួកមនុស្សគឺជាកំឡុងពេលនៃពួកមនុស្សដែលមានបុណ្យច្រើនហើយមានការរស់នៅដូចជាពួកទេវតាដែលមានការបរិភោគនៅម្ហូបអាហារជាទឹកដែលកើតឡើងបានដោយចិត្តគិតប្រាថ្នាចង់បានដោយអំណាចបុណ្យដែលពួកគេមិនដាច់នៅសិល5គឺមិនសម្លាប់សត្វមិនលួចទ្រព្យសម្បត្តិអ្នកដទៃមិនប្រព្រឹត្តខុសក្នុងប្រពន្ធកូនអ្នកដទៃមិនពោលពាក្យមូសាកុហកសំបីបោកបញ្ឆោតបន្តិចបន្តួចមិនសែបនៅគ្រឿងស្រវឹងគឺមិនផឹកនៅទឹកស្រវឹងមានសូរ៉ានិងគ្រឿងត្រាំស្រាជាដើមដោយអំណាចចេតនាដ៏បរិសុទ្ធគឺបុណ្យកុសលរបស់ពួកគេច្រើនដូច្នេះធ្វើឲ្យពួកគេកើតមាននៅម្ហូបអាហារដ៏ជាទិព្វដែលបានសម្រេចមកដោយចិត្តគិតប្រាថ្នាចង់បាននិងធ្វើឲ្យពួកគេមាននៅฤទ្ធិចេះហោះចេះហើរបានការរស់នៅរបស់ពួកគេដូចជាពួកទេវតានឹងធ្វើឲ្យកូនចៅរបស់ពួកគេចេះតែមានអាយុកាន់តែឡើងច្រើនទៅជាលំដាប់រហូតដល់មានអាយុអសង្ខ័យឆ្នាំអាយុមួយអសង្ខ័យឆ្នាំរបស់មនុស្សលោកធម្មតាគឺស្មើ100 សែនលានកោដិឆ្នាំដោយរាប់100ឆ្នាំឲ្យបានគ្រប់100,000 ដងទើបស្មើ100 សែនឆ្នាំរាប់100 សែនឆ្នាំឲ្យបានគ្រប់1,000,000 ដងទើបស្មើ100 សែនលានឆ្នាំរាប់100 សែនលានឆ្នាំឲ្យបានគ្រប់1 កោដិ ដងទើបបានស្មើ100 សែនលានកោដិ ឆ្នាំប៉ុន្តែអាយុរបស់ពួកមនុស្សវែងរហូតមានដល់ទៅ1 អសង្ខ័យឆ្នាំក៏មិនស្មើនឹងពាក់កណ្ដាលនៃអាយុទិព្វរបស់ពួកទេវតានៅចន្ទដ្ឋានទី6ឈ្មោះឋានបរណមិត្តសវតីទេវាដោយហេតុថាអាយុរបស់ពួកទេវតាវែងដូច្នេះទើបអាយុរបស់មនុស្សវែងរហូតដល់ទៅ1 អសង្ខ័យឆ្នាំគឺស្មើមួយពព្រិចភ្នែករបស់ពួកទេវតានៅចន្ទដ្ឋានទី6ឈ្មោះឋានបរណមិត្តសវតីទេវាពួកមនុស្សក្នុងសម័យកាលនៃការរីកចម្រើនដោយអាយុដែលខៃឡើងនេះឯងគឺជាពួកមនុស្សដែលមានឫទ្ធិច្រើនដោយបុណ្យរបស់ពួកគេដែលបានមានការតាំងចិត្តប្រាថ្នានិងរក្សានៅសិលបានជឿបរិសុទ្ធល្អគឺពួកគេចេះទាំងហោះចេះទាំងហើរអញ្ចឹងពួកមនុស្សរស់នៅដូចជាទេវតាអញ្ចឹងគឺពួកគេបរិភោគដោយអាហារទិព្វពួកគេនិងទេវតាគឺហាក់បីដូចជានៅឋានជាមួយគ្នាគឺពួកមនុស្សក្នុងសម័យកាលនោះជាមួយនឹងទេវតាទាំងឡាយមានការទំនាក់ទំនងគ្នាទៅវិញទៅមកដូចជាការរស់នៅក្នុងគ្រួសារតែមួយហើយពួកមនុស្សក្នុងសម័យកាលនៃការរីកចម្រើនមានការខៃនៅអាយុឡើងច្រើនទៅ
រីកចម្រើនទាំងគុណធម៌គឺពួកមនុស្សក្នុងសម័យនោះមានតែសេចក្តីល្អមានតែព្រមវិហារធម៌4គឺចិត្តជាមេត្តាជាករុណាជាមុទិតានិងជាឧបេក្ខាធម៌អញ្ចឹងចិត្តរបស់ពួកមនុស្សដែលមានការរីកចម្រើននៅការខៃឡើងនៃអាយុនិងការខៃឡើងនៃរូបរាងកាយនិងការខៃឡើងនៃរូបរាងកាយឲ្យធំកាន់តែខ្ពស់ទៅនិងធំទៅមិនត្រឹមតែថាពួកមនុស្សទេគឺសូម្បីតែសពសត្វទាំងឡាយដែលរស់នៅលើភពផែនដីរបស់ពួកមនុស្សនេះក៏មានការខៃឡើងនៃអាយុកាន់តែច្រើនទៅហើយនឹងរូបរាងកាយក៏កាន់តែធំទៅផងដែរហើយនឹងសូម្បីតែព្រៃភ្នំដើមឈើក៏រីកចម្រើនលូតលាស់ឡើងធំទៅផងដែរអាយុរបស់ពួកមនុស្សខៃឡើងច្រើនទៅរហូតដល់អសង្ខ័យឆ្នាំហើយរូបរាងកាយរបស់ពួកគេក៏មានការលូតលាស់ធំខ្ពស់ទៅរហូតដល់មានកម្ពស់ស្មើនឹង 1000 ម៉ែត្រក្នុងសម័យកាលដែលពួកមនុស្សមានអាយុខៃឡើងចាប់ពីត្រឹម100ឆ្នាំឡើងមករហូតដល់អសង្ខ័យឆ្នាំនេះពួកមនុស្សនិងសត្វទាំងឡាយដែលរស់នៅលើភពផែនដីនេះគឺមិនដែលមានរោគគាជំងឺឈឺថ្កាត់អ្វីបៀតបៀនដល់រូបរាងកាយទេគឺមានតែជំងឺ3ប៉ុណ្ណោះជំងឺ3នោះគឺជំងឺឈឺបន្តបង់លាមកនិងទឹកនោមនេះជាជំងឺទី1ជំងឺទី2គឺស្រេកនិងឃ្លានអាហារជំងឺទី3គឺស្លាប់នៅពេលដែលដល់នៅវ័យចាស់គ្រប់អាយុពួកមនុស្សនៅក្នុងសម័យកាលនោះមានតែចិត្តរីករាយសប្បាយដូចជាទេវតាទាំងឡាយដែលកើតឡើងហើយនៅក្នុងស្ថានសួគ៌ដោយហេតុតែថាពួកមនុស្សក្នុងសម័យកាលនោះសប្បាយរីករាយខ្លាំងពេករហូតដល់កើតមានចិត្តជាអកុសលគឺទិដ្ឋិយល់ឃើញថាខ្លួនមានជីវិតមិនស្លាប់ហើយក៏កើតមាននៅចិត្តជាមេនៈរឹងរូសនៅក្នុងការយល់ឃើញដោយទិដ្ឋិនេះធ្វើឲ្យមានការថយចុះពីអាយុអសង្ខ័យឆ្នាំថយខ្លីចុះមកបន្តិចម្ដងរហូតមកដល់អាយុខ័យរបស់មនុស្សស្មើត្រឹម 100000 ឆ្នាំយ៉ាងច្រើនបំផុតដែលដល់នៅវ័យចាស់ស្លាប់នៅឯងពួកមនុស្សទាំងឡាយដែលរស់នៅក្នុងសម័យកាលអាយុខ័យដល់ 100000 ឆ្នាំចាស់ស្លាប់នេះឯងគឺមានកម្ពស់ខ្ពស់50 ម៉ែត្រពួកមនុស្សដែលរស់នៅក្នុងសម័យអាយុយ៉ាងច្រើនបំផុតត្រឹម 100000 ឆ្នាំដែលជាអាយុដល់វ័យចាស់ស្លាប់នេះឯងក៏នៅតែមានបុណ្យច្រើនហើយសភាពការរស់នៅក៏ដូចជាទេវតាទាំងឡាយដែលកើតនៅក្នុងស្ថានសួគ៌គឺមានន័យថាពួកមនុស្សក្នុងសម័យកាលអាយុយ៉ាងច្រើនបំផុតត្រឹម 100000 ឆ្នាំដល់វ័យចាស់ស្លាប់នេះឯងគឺមានសភាពលក្ខណៈនៃការរស់នៅដូចជាពួកទេវតាទាំងឡាយដែលកើតនៅក្នុងស្ថានសួគ៌ហើយពួកមនុស្សនៅក្នុងសម័យកាលនេះមានការបរិភោគអាហារដ៏ជាទិព្វដូចជាពួកទេវតាទាំងឡាយផងដែរហើយមានឫទ្ធិចេះហោះចេះហើរដោយទេវតាទាំងឡាយហើយពួកគេមិនមានការឈឺដោយជំងឺអ្វីកើតឡើងទេហើយក៏មិនមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមគ្នាដោយមុខអាវុធមុខដាវមុខកាំបិតឬដោយអាវុធផ្សេងផងដែរក៏ប៉ុន្តែសពសត្វទាំងអស់ដែលរស់នៅក្នុងភពត្រៃភពទាំង3គឺភពមនុស្សភពទេវតានិងភពព្រហ្មដែលនៅមិនទាន់យល់ធម៌ជាផ្លូវប្រព្រឹត្តបប្រតិបត្តិដើម្បីបាននៅប្រយោជន៍គឺសេចក្តីសុខក្នុងនិព្វានដែលរួចផុតចាកអំពីសេចក្តីទុក្ខទាំងឡាយទាំងពួងក្នុងវដ្តសង្សារគឺមិនកើតចាស់ឈឺស្លាប់តទៅទៀតនៅក្នុងសម័យកាលមនុស្សមានអាយុខ័យច្រើនបំផុតត្រឹម 100000 ឆ្នាំចាស់ស្លាប់នេះឯងគឺមានព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកដើម្បីត្រាស់ប្រទានធម៌ដល់សព្វសត្វទាំងឡាយឲ្យបានយល់ផ្លូវជានៃព្រះនិព្វានរួចផុតចាកអំពីសេចក្តីកើតចាស់ឈឺស្លាប់នៅក្នុងវាលវដ្តសង្សារព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះទ្រង់ព្រះនាមថាព្រះអរិយមេត្តយៈដែលពុកមនុស្សទាំងឡាយនៅក្នុងសម័យសពថ្ងៃនេះហៅព្រះអង្គថាព្រះសិអាមេត្រីព្រះអង្គ
មានកម្ពស់50ម៉ែត្រដែលខ្ពស់ជាងមនុស្សទាំងឡាយក្នុងសម័យកាលនោះទ្រង់មានព្រះជន្មត្រឹមតែ 90000 ឆ្នាំគត់ទើបទ្រង់បានចូលអនុបាទិសេសនិព្វានគឺមិនកើតចាស់ឈឺស្លាប់តទៅទៀតសពសត្វទាំងឡាយក្នុងសម័យកាលនោះមានអាយុខៃច្រើនបំផុតត្រឹម 100000 ឆ្នាំនៅពេលដែលព្រះអរហន្តសម្មាសម្ពុទ្ធអរិយមេត្តយៈព្រះអង្គចូលបរិនិព្វានជាខាងក្រោយនៃសាវកគឺពុទ្ធបរិស័ទទាំងឡាយដែលបានចូលបរិនិព្វានមុនព្រះអង្គបន្ទាប់អំពីព្រះអរហន្តសម្មាសម្ពុទ្ធព្រះអរិយមេត្តយៈព្រះអង្គចូលបរិនិព្វានបាត់ទៅនោះឯងជាខាងក្រោយមកមិនយូរប៉ុន្មានរយៈពេល7ថ្ងៃក្នុងសម័យកាលនោះគឺស្មើ700ឆ្នាំរបស់មនុស្សក្នុងសម័យកាលសព្វថ្ងៃនេះគឺភពផែនដីទាំងមូលនិងចក្រវាលទាំងមូលត្រូវបានផ្ទុះឡើងឆេះឡើងជាអណ្ដាតភ្លើងដ៏សន្ធោសន្ធៅពេញចក្រវាលហើយក៏រលាយបាត់សូន្យឈឹងទៅដែលពុំមាននៅសល់ផេះផង់ឡើយពួកសពសត្វទាំងឡាយដែលបានស្លាប់បាត់បង់ជីវិតទៅក៏មានវិញ្ញាណទៅកើតនៅក្នុងភពឋានផ្សេងៗនៅខាងក្រៅចក្រវាលដែលត្រូវបានរលាយបាត់សូន្យឈឹងទៅនេះឯងរហូតដល់ការកកើតឡើងនៅចក្រវាលថ្មីមកវិញទៀតទើបបានត្រឡប់មកកើតនៅក្នុងចក្រវាលនេះវិញតាមយថាកម្មគឺតាមអំពើរបស់ខ្លួនដែលបានធ្វើផ្សេងៗដែលជានិស្ស័យនៃកំណើតដែលត្រូវបានឲ្យផលកើតឡើងមក